វីដេអូមួយនេះគឺត្រូវមកតែម្ដងណាសម្រាប់ពុកម៉ែបងប្អូនដែលដល់ម៉ោងបាយថ្ងៃត្រង់ហើយអត់ចង់ញ៉ាំបាយចង់ញ៉ាំអីប្លែកមាត់អីគឺថាអាចមកដាក់នំបញ្ចុកស្រស់នៅនេះបានជាពិសេសសម្រាប់ពុកម៉ែបងប្អូនដែលនៅម្ដុំក្រសួងដែនដីក៏ដូចជានៅបរិយាអង្គរភ្នំពេញពុកម៉ែបងប្អូនដែលទីតាំងលក់នំបញ្ចុកស្រស់នៅកន្លែងនេះគឺសង្កេតឃើញថាភ្ញៀវបគាត់ចូលច្រើនមែនតើនៅពេលដែលបាយថ្ងៃត្រង់ណាព្រោះថាគាត់មានលក់ច្រើនមុខមែនតើតាំងលក់នំបញ្ចុកស្រស់ខួរក្តាមរបស់គាត់គឺនៅបរិយាអង្គរភ្នំពេញពុកម៉ែបងប្អូនគឺនៅលើផ្លូវដែលយើងជិះទៅក្រសួងដែនដីផ្ទាល់តែម្ដងដែលចាប់ផ្ដើមបើកលក់ពីម៉ោង11 12ថ្ងៃត្រង់អីហ្នឹងម៉ោងបាយហ្នឹងត្រូវមែនតើណាហើយ Twister ទៅនេះគឺទៅម៉ោងបាយថ្ងៃត្រង់ពុកម៉ែបងប្អូនសង្កេតឃើញថាភ្ញៀវរបស់គាត់ចូលច្រើនមែនតើជាពិសេសសម្រាប់អ្នកដែលតលាន់បាយអត់ចង់ញ៉ាំបាយថ្ងៃត្រង់អីហ្នឹងគឺថាអាចមកដាក់នំបញ្ចុកស្រស់ក្តៅៗនៅទីនេះបានហើយលើ Twister និយាយថានំបញ្ចុកស្រស់ហ្នឹងកន្លែងគាត់មិនមានតែនំបញ្ចុកស្រស់ណាពុកម៉ែបងប្អូនគឺនៅពេលដែលយើងចង់ញ៉ាំជាប្រភេទទឹកស៊ុបហុតបែបនេះណាយើងអាចកំងគាត់ដាក់ជាប្រភេទនំបញ្ចុកក៏បានឬមួយក៏អាសាច់តសៃមីសួរតសៃបាញ់សុងឬមួយក៏តសៃអីផ្សេងក៏បានដែរទៅតាមចំណង់ចំណូលចិត្តរបស់យើងណាហើយអ្នកដែលចូលចិត្តញ៉ាំក្បាលត្រីពោះត្រីឬមួយក៏សាច់ត្រីអីហ្នឹងគឺអាចកំងគាត់ទៅតាមនឹងបានណាព្រោះថានៅទីនេះគឺមានសាច់ច្រើនប្រភេទមែនតើមិនថាជាប្រភេទខួរក្តាមប៉ាតេជើងជ្រូកក៏ដូចជាជើងមាន់អីទេសម្បីតែត្រីឆ្ដោអាត្រីសាច់ធំមានក្បាលមានពោះធំអីហ្នឹងក៏គាត់មានដែរហើយទឹកជ្រលក់នៅទីនេះគឺមានពីរប្រភេទយើងអាចលាយខ្លួនឯងក៏បានឬមួយក៏ទឹកជ្រលក់ដែលគាត់លាយស្រាប់ក៏បានដែរហើយនេះ Twister លាយខ្លួនឯងណាមានទឹកកាពិបន្តិចក៏ដូចជាទឹកអំពិលទុំហើយមានម្ទេសមកគឺទំនងមែនតើជាពិសេសញ៉ាំនំបញ្ចុកស្រស់គឺកុំភ្លេចដាក់ម្ទេសឲ្យពុកម៉ែបងប្អូនហើយ Twister មកថ្ងៃនេះគឺហៅ4ចានខាងនេះគឺជាប្រភេទតសៃនំបញ្ចុកអាតសៃ original របស់គេពុកម៉ែបងប្អូនហើយខាងនេះវិញគឺជាប្រភេទតសៃមីកញ្ចប់អញ្ចឹងសម្រាប់អ្នកដែលចូលចិត្តមីអីគឺត្រូវអីក្រៅពីតសៃមីកញ្ចប់ Twister ក៏ហៅជាប្រភេទតសៃមីសួរដែរពុកម៉ែបងប្អូនដែលចូលចិត្តមីសួរគឺអាចជ្រើសរើសបានហើយសម្រាប់អាចារ្យចុងក្រោយគេនេះគឺជាប្រភេទតសៃបាញ់សុងហើយក្រៅពីហ្នឹងក៏គាត់មានសាច់ថែមមួយចានតូចដែរហើយសម្រាប់ Twister នៅពេលដែលញ៉ាំអត់ភ្លេច boost strong ទេព្រោះថាអាហារថ្ងៃត្រង់ហើយគឺតែងតែងងុយគេញ៉ៃអញ្ចឹងយើងមាន boost strong ដើម្បីដាក់ទៅស្វាងចាស់តែម្ដងជាពិសេសជំនួយស្មារតីណាអញ្ចឹងបកមកវិញពេលដែលយើងញ៉ាំបាយថ្ងៃត្រង់ហើយខ្លាចងងុយគេងកុំភ្លេច boost strong ដាក់ទៅស្វាងចាស់ហើយបើចង់ញ៉ាំនំបញ្ចុកស្រស់គឺអាចមើលទីនេះបាន